ការរៀបចំពេលវេលាដែលយើងគិតថាអ្នកដែលពេលយើងចេញមានមុខរបរអីចឹងពេលវេលារបស់យើងនឹងបែងចែកវាអត់សមាមាត្រគ្នារវាងគ្រួសារមានសង្សារតែគឹមសុនចង់មានសង្សារឬមានសង្សារឡើយខ្ញុំមាននេះមានហើយបាទហើយក៏កំពុងជួបបញ្ហានឹងផ្ទាល់មកព្រោះអីខ្ញុំឥឡូវចង់បង្កើតអាជីវកម្មហើយអាជីវកម្មរបស់ប៉ាហើយ podcast នេះទៀតអញ្ចឹងពេលវេលាថែមទាំងហាត់ក្បាច់គុនទៀតអស់លីងបើមិនអស់ក៏ stress ដែរអស់ខួរក្បាលលីងទៅទេហ្មងហើយខ្ញុំថ្លឹងសាច់ថ្លឹងអីដើម្បីឲ្យខួរក្បាលយើង 100% ហ្មងខ្ញុំត្រូវញ៉ាំឲ្យល្អដេកឲ្យគ្រប់ប៉ុន្តែធ្វើប៉ុណ្ណឹងអត់គ្រប់គ្រាន់ទេត្រូវតែអត់មានពេលចំណាយពេលអស់លីងហ្មងនៅមួយគ្នាប្រហែលឆ្នាំហើយ2បាទគាត់យូរប៉ុន្មានហើយគាត់យូរខ្ញុំ24គាត់23គាត់មានធ្វើអីអត់រងហើយគាត់លក់ business ដូចគេទឹកត្រជាក់ business បាទតែគាត់រត់ clinic មួយដែរគាត់រវល់ដែរចឹងគាត់រវល់ហើយនៅឆ្ងាយទៀតរវល់ហើយនៅឆ្ងាយទៀតបាទគាត់នៅចិត្តបឹងស្នោដូចបងដែរនៅនេះតាខ្ញុំបាននៅដល់សុកណា no ហើយនៅបឹងស្នោដូចនៅខេត្តហ្នឹង no ជិះតាមកោះពេជ្រមកផ្លែតនៅឆ្ងាយ1ម៉ោង2ម៉ោងដែរដូចឧទាហរណ៍ឲ្យគាត់មាន hobby អីអត់គាត់ជីមហើយគាត់មកមួយខ្ញុំទៅវាយបុកដែរអន្តតែហ្នឹងពេលវេលាបាទដែលនៅមួយគ្នាហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យតែយើងគិតថាតម្រូវការរបស់គាត់ហួសហេតុអត់ចុះពេលខ្លះគាត់ក៏រឿងយប់ឡើងហើយខ្ញុំត្រូវ strict រឿងការគេងហ្នឹងហើយឲ្យយប់ឡើងគាត់ហោះរឿងហើយយប់ហ្នឹងហើយពីអីអញ្ចឹងមកខ្ញុំប្លែកថាបងពេលបងចេញធ្វើការដំបូងបងអត់មានប៉ះពាល់ខាងហ្នឹងសោះអញ្ចឹងទៅខ្ញុំអត់មានសង្សារអត់រកឬរកអត់បានអត់ចង់គិតមកតែមនុស្សយើងអត់ឯកោទេបងឯកោមកពីអារម្មណ៍ដែលយើងចេះតែល្វើល្វាយទៅបើយើងផ្ដោតអារម្មណ៍របស់យើងទៅលើមុខរបររបស់យើងឯកោអីទេឯកោយើងឃើញគេមានសង្សារយើងចង់ថាខ្ញុំមានសង្សារដែរតែយើងត្រូវដឹងថាបើថាយើងសម្រេចចិត្តធ្វើអញ្ចឹងដោយសារយើងឯកោឬក៏យើងចង់បានឲ្យដូចគេឬក៏ហ្នឹងវាជាតម្រូវការរបស់យើងនៅក្នុងពេលឥឡូវហ្នឹងមកព្រោះបើថាវាជាតម្រូវការរបស់ខ្ញុំត្រូវតែមានសង្សារយកសង្សារមកដើម្បីឲ្យដូចគេឲ្យថាខ្ញុំមានសង្សារដែរពេលខ្ញុំចេញទៅក្រៅហ្នឹងដើម្បីឲ្យខ្ញុំដូចគេឬក៏ដើម្បីគ្រាន់តែធ្វើឲ្យយើងបាត់ភាពឯកោខ្ញុំគិតថាមានសង្សារដូចមិនមែនដើម្បីអញ្ចឹងទេមិនមែនដើម្បីយើងគ្រាន់តែលេងដើម្បីមកបំពេញកុំឲ្យយើងមានភាពឯកោសង្សារចំពោះខ្ញុំឲ្យអត្តន័យវាគឺជាគូដែលតែជាខ្ញុំអាចដើរទៅមួយគាត់ចឹងខ្ញុំអត់មានពេលលេងសើចដើរតេះមើលចឹងខ្ញុំទៅវិញមកដល់អូខេខ្ញុំចង់មានប្រពន្ធគឺក្រោយអាយុ30ខ្ញុំគិតច្បាស់ចឹងមកចឹងយើងអាចគឹមសុនគិតមើលថាតើយើងច្បាស់ជាត្រូវការសង្សារដើម្បីខ្លួនឯងមែនអត់ឬក៏ដើម្បីគាត់បង្ហាញប្រាប់គេទេបើយើងនិយាយថាដើម្បីខ្ញុំខ្លួនឯងអត់បង្ហាញប្រាប់គេ and then you need to find យើងត្រូវការឲ្យគេរហូតដំណោះស្រាយច្បាស់លាស់មួយដើម្បីទៅបើអត់ទេនឹងទៅជាបញ្ហាដូចយប់ឡើងរយរឿងអញ្ចឹងពេលណាតនេរយរឿងអញ្ចឹងព្រោះគាត់នឹងខ្លាយទៅជាអ្នកដែលពឹងផ្អែកអារម្មណ៍ដោះស្រាយទៅលើគឹមសុនដែរអញ្ចឹងគាត់មានបញ្ហាគាត់នឹង share មួយគឹមសុនដូចតែប្តីប្រពន្ធអញ្ចឹងតើគាត់ឥឡូវគាត់មានបញ្ហាមួយគ្រួសាររបស់គាត់មកចែកម្លែកមួយណាគេមិនពាក់ចិត្តស្និទ្ធអញ្ចឹងសង្សារគឺជាមិត្តពាក់ចិត្តស្និទ្ធហើយគឺគាត់នឹងមាន emotional dependent
mà lời dương chẳng dương thử miên tu này tí tự đo sẽ bài nhà nó mùi cốt បាទ chẳng nó ấy cứ ai kênh bà này chẳng dương thử ai kênh it's okay cuối chia đồng nào sẽ chia chùm rư bao nhiêu mấy nhung trong bàn xong sát thế là chia tùm đồ khó trâu muối nữa បាទខ្ញុំមើលឃើញចឹងដែរជាចំនួនខុសត្រូវយើងត្រូវតែមានយើងត្រូវតែចំណាយពេលចំណាយអារម្មណ៍ ចំណាយពេល ពេល ចំ មាន ណាយ បញ្ អារ ហា ម្មណ៍ ចឹង មួយគាត់ បាទ ចឹងយើងត្រូវនិយាយមួយគាត់ឲ្យបានច្បាស់លាស់ទៅ train គាត់ខ្លួនឯងឲ្យគាត់ stable ខូចគាត់ឲ្យ stable ជាងហ្នឹង why មិនបានបងសួរខ្ញុំចឹង ឃើញគឹមសុនសួរខ្ញុំសួរគឹមសុនវិញទៅ ព្រោះអាមិញពេលសួរគឹមសុនថាខ្ញុំពងចង់រកស៊ីអីចឹងធ្វើ podcast ធ្វើអីចឹងទៅដើម្បី learn ខ្លួនឯងដែរ so some of your question មកប្រហែលជាអាចវាមានតែជាតាក់ទងជាមួយនឹងគឹមសុនរាល់ថ្ងៃហ្នឹងដែរ សំណួរទាំងអស់មិញលាយឡំទាំងអស់បាទមានចម្ងល់អីទៀតទេខ្លាចបងមិញបងចង់ដឹងពីខាងរតកទឹក យ៉ាព្រោះទឹកខ្ញុំស្មានតែទឹកគឺវារត់អ្នកធ្វើលោតចឹងពាក្យគេប្រើផ្សេងគ្នាបងប្រតិបត្តិកគឺឯកជនរដ្ឋកទឹករដ្ឋមកខ្ញុំត្រូវប្រើពាក្យប្រតិបត្តិកមិនត្រូវអញ្ចឹងកន្លែងដូចសៀមរាបហើយពេញគឺបោះរដ្ឋអ្នកធ្វើ សៀមរាបមួយពេញ បាទមានប៉ុន្មានកន្លែងទៀតខ្ញុំអត់ដឹង ពងសោមអត់ដែរចឹង ពងសោមខ្ញុំអត់ច្បាស់ខ្ញុំអត់ធ្វើមកដុំហ្នឹងអត់ដឹងបាទ ពួកគឹមសុនឥឡូវធ្វើ24ឆ្នាំពេលខ្ញុំចាប់ផ្ដើមធ្វើប្រដំបូងប៉ាយើងដែរ 24ឆ្នាំដែរ 22 បាទខ្ញុំវិញខ្ញុំគិតថាខ្ញុំសំបន្តិចដូចគ្នា ព្រោះអីការងារនេះវាធំដុំពេកហើយបើថាចង់ដឹកនាំគេទៀតដល់តែបើដូចបងមិញអញ្ចឹងបងសួរអីត្រូវចេះត្រូវដឹងក្នុងចិត្តហ្មង ច្បាស់ខ្លួនឯងមិនមែនថាយើងចេះទាំងអស់រឿងច្រើនខ្ញុំអត់ចេះទេ តែចេះច្រើនជាងគេចេះច្រើនខ្លាំង អត់ហ្មងហើយទៅពេលខ្ញុំចូល podcast ម្ដងតាមមូលហេតុហ្នឹងខ្ញុំអត់ដែរបដិសេធពីខ្លះខ្ញុំយកឱកាសនោះមករៀនខ្លួនឯងដែរបាទ ព្រោះទៅធ្វើ seminar ព្រោះមុនខ្ញុំគាត់ថាអូយដូចខ្លាចឡើងទៅឆាកចឹងវាខ្លះវាជាការខ្លាចឬក៏វាជាយើងតែដូចពាក្យតែគឹមសុននិយាយមិញលើ introvert ចឹងខ្ញុំចង់យកអាហ្នឹងមកដូច challenge ខ្លួនឯងដែរ ចុះបងមកថ្ងៃនេះគឺជាការខ្លាចចង់ជំនះខ្លួនឯងឬក៏ ព្រោះ podcast ខ្ញុំធ្វើច្រើនទេខ្ញុំមកដូចចង់ស្គាល់គឹមសុនដែរ អូខេបាទ ចឹងក៏មកទៅនិយាយគ្នាលេងខ្ញុំចូលចិត្តចែកម្លែកដែរ បាទ ហើយចែកម្លែកខ្ញុំក៏គិតថាពេលខ្លះចែកម្លែកទៅមិនដឹងថាជាប្រព័ន្ធដែលយើងនិយាយហ្នឹងអាចឲ្យគេទៅយកទៅបានធ្វើខ្លះចឹងមិនខំប្រាប់គឹមសុនថាអាចឲ្យគឹមសុនធៀបជាកំឡុងសំណួរអីទៅដើម្បីឲ្យគាត់ទៅថាយើងបើ compile អ្វីដែលខ្ញុំធ្លាប់ធ្វើ podcast មិនលោទុកឲ្យកូនគាត់មើលខ្ញុំដឹងថាថ្ងៃក្រោយទៅវាមិនបាទ ចឹងគាត់អាចមើល podcast មកវិញទៅកុំឃើញតែដដែល at least ឃើញអីគេថ្មីរហូតចឹង បាទមុននឹងយើងចូលឲ្យ like your speech ខ្ញុំចង់បញ្យល់ថាជាទូទៅអត់មានមនុស្សធម្មតាហ្មងយើងអត់សូវមានឱកាសនិយាយជាមួយវាគ្មិនណាដែលដូចជាបុគ្គលដូចជាបងដូចជាអ្នកផ្សេងដែលរត់ក្រុមហ៊ុន40 50ឆ្នាំ20ឆ្នាំឡើងទៅដែលមានទទួលភាពជោគជ័យច្រើនចឹងអត់មានឱកាសដែលយើងអង្គុយទល់មុខគ្នា 2-3 ម៉ោងដែលសួរពីបទពិសោធន៍គាត់ហ្មងនេះវាចានអត់មានឱកាសហ្នឹងឯងតែឥឡូវដល់ពេលដល់សម័យឥឡូវមានសម័យអ៊ីនធឺណិតហើយយើងមានធ្វើ podcast មានអីចឹងទៅឱកាសធំហើយចូល YouTube free ហ្នឹង អាចស្ដាប់ចំណាយ 2-3 ម៉ោងបានបទពិសោធន៍គេ30ឆ្នាំ បាទ អញ្ចឹងអត់ខាតអីទេហើយយើងចែកម្លែកផងហើយខ្ញុំក៏រៀនផ្ទាល់ដែរពីបងដែរ ជំនឿថាពេលយើងចេញមកចែកម្លែកខ្ញុំគិតថាបើយើងអាចចេះទៅពេលចែកម្លែកទៅចង់រកឧទាហរណ៍ណាដែលអាចឲ្យគេអនុវត្តបាន
តែទៅវិញនិយាយទៅវាភ្លេច តើអ្វីទៅដែលធ្វើឲ្យបងសប្បាយចិត្ត ឲ្យខ្ញុំអង្គុយនៅទីតាំងណាស្កាត់ម្នាក់ឯង